សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទនៅពេលនេះគឺថ្ងៃប្រហ័សនៅឡើយទេម៉ោងនៅសហរដ្ឋអាមេរិកថ្ងៃទី7ខែឧសភាឆ្នាំ2026ដែលឡែកនៅក្នុងប្រទេសកម្ពុជាគឺពេលព្រឹកថ្ងៃសុក្រទៅហើយណាទី8ខែឧសភាឆ្នាំ2026បាទបើទោះបីជាថ្ងៃហៅខុសគ្នាក៏ប៉ុន្តែឥឡូវយើងកំពុងតែជួបគ្នាដោយផ្ទាល់តាមបណ្ដាញសង្គមនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងខ្ញុំសម្រាប់យកព័ត៌មានសំខាន់ចំនួន5មិនមែនតែរឿងអាមេរិកសតទេឥឡូវនេះគឺបញ្ចូលរឿងបន្ថែមទៀតគ្រាន់តែដាក់ឈ្មោះបច្ចុប្បន្នភាពអាមេរិកាំងចុះបាទព័ត៌មានទី1នេះគឺមានការប៉ះទង្គិចគ្នាមួយប្រាវដែរនៅច្រកសមុទ្រ Hormuz រវាងកងទ័ពរបស់សហរដ្ឋអាមេរិកហើយនិងកងទ័ពអ៊ីរ៉ង់បាទគឺបើតាមរបាយការណ៍នានាគឺតែមិនតិចទេក៏ផ្អាកទៅវិញហើយសហរដ្ឋអាមេរិកមិនមានការខូចខាតទេតែអ៊ីរ៉ង់ថាអាមេរិកខូចខាតក៏ប៉ុន្តែអាមេរិកថាអត់មានការខូចខាតទេតើការពិតលម្អិតយ៉ាងម៉េចខ្ញុំនឹងជម្រាបជូននៅក្នុងព័ត៌មានពិស្ដាហើយព័ត៌មានទី2នេះគឺខាងប្រទេសចិនបានកាត់ទោសប្រហារជីវិតអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិចំនួន2រូបក៏ប៉ុន្តែគឺមិនសម្លាប់ចោលទេដោយលើកលែងបាទលើកលែងហ្នឹងគឺមានន័យថាឲ្យមកជាប់គុកអស់មួយជីវិតវិញពាក់ព័ន្ធជាមួយនឹងការប្រព្រឹត្តអំពើពុករលួយនៅក្នុងជួរកងទ័ពរបស់ប្រទេសចិនហើយព័ត៌មានទី2នេះគឺខាងរុស្ស៊ីបានឲ្យដឹងថាខ្លួនបានបាញ់ទម្លាក់ drone របស់អ៊ុយក្រែនចំនួន347ទៅលើតំបន់នានាប្រហែលជា20តំបន់របស់ប្រទេសរុស្ស៊ីក្នុងនោះរួមមានទាំងតំបន់មូស្គូផងដែរក៏ប៉ុន្តែគឺជាការមួយដែលមិនបានជោគជ័យទេដោយខាងកងកម្លាំងការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់ហើយព័ត៌មានទី4នេះគឺខាងប៉ូលីសអន្តោប្រវេសន៍បានចាប់ជនជាតិចិនមួយនាក់ពីបទសង្ស័យថាធ្វើចារកម្មទៅលើខាងប្រព័ន្ធបច្ចេកវិទ្យារបស់ណ័រវេហើយនិងរបស់អឺរ៉ុបហើយព័ត៌មានចុងក្រោយគឺជនជាតិចិនអង់គ្លេសដើមកំណើតចិនចំនួន2នាក់ត្រូវបានតុលាការរកឃើញថាមានទោសកំហុសពីបទធ្វើចារកម្មឲ្យប្រទេសចិនឬក៏ទៅមកឲ្យទៅហុងកុងហើយក៏ដូចចិនតាមយកព័ត៌មានទៅលើក្រុមប្រឆាំងនៅក្នុងទីក្រុងហុងកុងដែលបានភៀសខ្លួនមកដល់ចក្រភពអង់គ្លេសពួកគេតាមដានសកម្មភាពអ្នកទាំងនោះបាទនេះជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍ដែលខាងបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកដែលទទួលបន្ទុកតំបន់មជ្ឈមបូព៌ានោះបានរាយការណ៍ឲ្យដឹងហើយសារព័ត៌មានអ៊ីរ៉ង់ក៏បានរាយការណ៍ឲ្យដឹងផងដែរនោះគឺបញ្ជាការកណ្ដាលសហរដ្ឋអាមេរិកបាននិយាយថាខ្លួនបានធ្វើការវាយប្រហារការពារខ្លួនប្រឆាំងនឹងការវាយប្រហាររបស់អ៊ីរ៉ង់ដែលធ្វើឡើងមកលើកងទ័ពសហរដ្ឋអាមេរិកដោយមិនបានបង្កហេតុជាមុននោះទេសហរដ្ឋអាមេរិកមិនបានបង្កហេតុជាមុននោះទេគឺហេតុការណ៍នេះកើតឡើងនៅច្រកសមុទ្រ Hormuz នៅមុននេះប្រហែលម៉ោងតែប៉ុណ្ណោះកងកម្លាំងសហរដ្ឋអាមេរិកគឺអះអាងថាពួកគេបានបាញ់ទប់ស្កាត់អស់ហើយនៅការវាយប្រហាររបស់អ៊ីរ៉ង់បាទដែលបានប្រើមីស៊ីលផងប្រើ drone ផងហើយនឹងប្រើទូកតូចទូកលឿនដើម្បីសម្ដៅមកលើនាវាពិឃាតរបស់សហរដ្ឋអាមេរិកចំនួន3គ្រឿងដែលបើកច្រកដែលបើកកាត់តាមច្រកសមុទ្រ Hormuz ក៏ប៉ុន្តែនៅក្នុងដែនទឹកអន្តរជាតិតែប៉ុណ្ណោះបាទនៅក្នុងការបញ្ជាក់តាមបណ្ដាញសង្គមរបស់ខាងវិជាការកណ្ដាលរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថាកងកម្លាំងអ៊ីរ៉ង់បានបាញ់មីស៊ីលយន្តហោះគ្មានមនុស្សបើកនិងទូកតូចជាច្រើននៅពេលដែលនាវាពិឃាតសហរដ្ឋអាមេរិកចំនួន3គ្រឿងបានឆ្លងកាត់ផ្លូវទឹកនេះបើយោងតាមការបញ្ជាក់នេះឯងបាទក៏ប៉ុន្តែសហរដ្ឋអាមេរិកបានបញ្ជាក់ថាគ្មាននាវាណាមួយរបស់សហរដ្ឋអាមេរិករងការខូចខាតនោះទេដោយសារការវាយប្រហារនេះបញ្ជាការកណ្ដាលបានបញ្ជាក់បន្ថែមថាឥឡូវនេះគឺ
អ្វីដែលជាការគម្រាមកំហែងមកលើកងកម្លាំងរបស់សហរដ្ឋអាមេរិកនេះត្រូវបានបំផ្លាញអស់ហើយគឺទាំងមីស៊ីលទាំង drone ហើយថែមទាំងបាទបញ្ជីទីតាំងបញ្ជាការដែលតាមមើលត្រួតពិនិត្យមើលសកម្មភាពហើយធ្វើសកម្មភាពបាញ់មកលើកម្លាំងរបស់សហរដ្ឋអាមេរិករួមទាំងទីបញ្ជាការកន្លែងដែលស៊ើបការរបស់សហរដ្ឋរបស់អ៊ីរ៉ង់ប្រចាំនៅក្នុងតំបន់ហូមូសនោះផងដែរបាទនេះគឺតាមការបញ្ជាក់របស់ខាងបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកដោយឡែកខាងអ៊ីរ៉ង់វិញក៏បាននិយាយថាខ្លួនបានវាយប្រហារទៅលើកងកម្លាំងសហរដ្ឋអាមេរិកនេះបន្ទាប់ពីសហរដ្ឋអាមេរិកបានរំលោភទៅលើបទជបាញ់គ្នាបាទដោយបើកការវាយប្រហារថ្មីបាទអ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានរំលោភបាទដោយមានការវាយប្រហារទៅលើតំបន់ស៊ីវិលគោលដៅស៊ីវិលហើយនឹងនាវាបាទនាវារបស់ខាងអ៊ីរ៉ង់នេះបើយោងតាមបញ្ជាការយោធារួមកម្ពុជារបស់ប្រទេសអ៊ីរ៉ង់ដែលបាននិយាយនៅព្រឹកថ្ងៃសុក្រនេះបាទព្រឹកថ្ងៃសុក្រម៉ោងនៅខាងប្រទេសអ៊ីរ៉ង់បាទក៏ដូចជាព្រឹកថ្ងៃសុក្រម៉ោងនៅប្រទេសកម្ពុជាដែរណាបាទអ្នកនាំពាក្យរបស់ទីបញ្ជាការកណ្ដាលរបស់ខាងទាហានរបស់អ៊ីរ៉ង់បានបញ្ជាក់ថាគឺនាវាដឹកប្រេងរបស់អ៊ីរ៉ង់មួយគ្រឿងដែលធ្វើដំណើរពីដែនទឹកឆ្នេរសមុទ្ររបស់អ៊ីរ៉ង់នោះគឺឆ្ពោះទៅច្រកហូមូសហ្នឹងគឺត្រូវបានបាទរងការវាយប្រហារដោយសារតែអាមេរិកមានកិច្ចសហប្រតិបត្តិការពីប្រទេសមួយចំនួននៅក្នុងតំបន់ហើយពួកគេបានធ្វើការវាយប្រហារពីលើអាកាសទៅលើតំបន់ស៊ីវិលនោះផងដែរដូច្នេះកងកម្លាំងរបស់អ៊ីរ៉ង់បានបង្ខំចិត្តឆ្លើយតបទៅលើការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិកនេះបាទហើយបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរទៅដល់កងកម្លាំងរបស់សហរដ្ឋអាមេរិកបាទនេះខាងអ៊ីរ៉ង់គាត់ថាអញ្ចឹងណាគាត់ថាបានបង្កការខូចខាតធ្ងន់ធ្ងរដល់កម្លាំងរបស់សហរដ្ឋអាមេរិកក៏ប៉ុន្តែខាងសហរដ្ឋអាមេរិកគឺមិនបានបញ្ជាក់ថាមិនមានការខូចខាតនោះទេឃើញអញ្ចឹងបានដូចខ្ញុំបានជម្រាបប្រិមិត្តអញ្ចឹងគឺតើប្រិមិត្តជឿមួយណាអត់មានអ្នកណាដឹងទេនៅក្នុងសមុទ្រហូមូសនោះទៅក្បែរអ៊ីរ៉ង់នោះទៅមិនបានផងកំថាឡើយទៅច្រកសមុទ្រហូមូសអញ្ចឹងយើងនិយាយយើងផ្សាយទៅតាមតែប្រភពយើងប្រាប់ប្រភពគេឲ្យច្បាស់ទៅហើយរឿងការពិតយ៉ាងណាអញ្ចឹងពេលដែលយើងយកទៅបកស្រាយទោះបីជាយើងកាន់ជើងខាងណាបើវងចោលណាបាទយើងកុំនិយាយដូចច្បាស់នៅក្នុងហេតុការណ៍នឹងអញ្ចឹងពេលខ្ញុំឃើញក្នុងព្រឹត្តិការណ៍កន្លងមកជាពិសេសនៅរឿងកម្ពុជាហើយទាំងថៃនោះគឺប្រិមិត្តមួយចំនួនបកស្រាយដូចខ្លួននៅក្នុងសមរភូមិនឹងចឹងអត់ទេដូចក្នុងរឿងហូមូសចឹងគេខ្ញុំសួរថាប្រហែលអ្នកអាចទៅដល់កន្លែងហ្នឹងតំបន់ហ្នឹងអត់មានទេបាទអញ្ចឹងណាបាទអញ្ចឹងគឺអាមេរិកថាអត់ខូចទេអ៊ីរ៉ង់ថាអូធ្វើឲ្យខូចអាមេរិកច្រើនអ្នកណានិយាយពិតអ្នកណានិយាយពិតអត់យើងអត់ដឹងមានតែពេលវេលានឹងអាចដឹងនៅពេលក្រោយបាទនេះជាព័ត៌មានទី2រីឯព័ត៌មានទី3វិញគឺខាងតុលាការរបស់ចិនបានកាត់ទោសប្រហារជីវិតអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ចិនចំនួន2រូបបាទសុទ្ធតែអ្នកដែលប្រិមិត្តធ្លាប់តែឃើញឈ្មោះក្នុងពេលថ្មីនេះតែម្ដងគឺទី1គឺលោកវ៉ៃហ្វឹងហឺបាទអតីតរដ្ឋមន្ត្រីការពារជាតិហើយទី2លោកលីសាំងហ្វូក៏ទៅបានកាត់ទោសប្រហារជីវិតបាទដោយទុករយៈពេលលើកលែងហ្នឹងគឺរយៈពេល2ឆ្នាំបាទ2ឆ្នាំពាក់ព័ន្ធជាមួយនឹងការប្រព្រឹត្តបទអំពើពុករលួយនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ិនហួររបស់ជាផ្លូវការរបស់ចិនដែលបានផ្សាយកាលពីថ្ងៃប្រហ័សណាថ្ងៃប្រហ័សហ្នឹងសម្រាប់នៅកម្ពុជាម្សិលមិញសម្រាប់នៅសហរដ្ឋអាមេរិកគឺនៅតែប្រហ័សនៅឡើយទេណាដែលនេះជាការមួយបញ្ជាក់ថាខាងរដ្ឋាភិបាលចិនគឺយកចិត្តទុកដាក់ដោះស្រាយបញ្ហាអំពើពុករលួយនេះខ្លាំងណាស់រហូតដល់បោសសម្អាតដល់ថ្នាក់លើកម្ពុជានៅក្នុងក្រសួងការពារជាតិរបស់ខ្លួនទៅហើយនោះកងកម្លាំងប្រដាប់អាវុធគឺជាគោលដៅចម្បងមួយនៃការបង្ក្រាបអំពើពុករលួយយ៉ាងទូលំទូលាយដែលបានបញ្ជាដោយប្រធានាធិបតីចិនលោកស៊ីជីនភីងបន្ទាប់ពីលោកឡើងកាន់អំណាចក្នុងឆ្នាំ2012ការបោះសម្អាតបានទៅដល់កងកម្លាំងរកកែតផងដែរការពារហើយថ្នាក់កម្ពុជាដែលក៏ដូចជាមានកងកម្លាំងដែលបានត្រួតពិនិត្យទៅលើកម្មវិធីនុយក្លេអ៊ែរក៏ដូចជាមីស៊ីលធម្មតារបស់ប្រទេសចិននៅក្នុងឆ្នាំ2023បន្ថែមពីដើមឆ្នាំនេះពួកគេបានបង្កើនប្រតិបត្តិការបន្ថែមទៀតដែលបានបណ្ដាលឲ្យមានការដកឧត្តមសេនីយ៍កម្ពុជានៅក្នុងកងទ
ទ័ពរំដោះប្រជាជនចិនគឺលោក Zhang Yuxia ដែលជាសមាជិកការិយាល័យនយោបាយនឹងត្រូវបានគេមើលឃើញជាយូរមកហើយថាជាសម្ព័ន្ធមិត្តរបស់លោកស៊ី បាទអញ្ចឹងគឺ ដឹកនាំកម្ពុជាណាបាទរបាយការណ៍ពីមុននៅក្នុងសារព័ត៌មានស៊ីនហូបាននិយាយថាលោកលីត្រូវបានគេសង្ស័យថាបានទទួលប្រាក់សំណូកជាច្រើនបាទជាធ្នូនឹងការសូកប៉ាន់ដើម្បីឲ្យបានទទួលតំណែងសម្រាប់មន្ត្រីមួយចំនួនហើយការរកឃើញនឹងគឺបានបញ្ជាក់ថាគាត់មិនបានធ្វើការងារមិនបានបំពេញកាតព្វកិច្ចនយោបាយនិងបែរជាមកស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនសម្រាប់ខ្លួននិងក្រុមរបស់ពួកគាត់ការស៊ើបអង្កេតមួយដែលបានធ្វើឡើងទៅលើលោកវ៉ៃក្នុងឆ្នាំ2023បានរកឃើញថាគាត់ទទួលបានប្រាក់និងវត្ថុមានតម្លៃជាច្រើនជាសំណូកនិងបានជួយអ្នកដទៃទទួលបានអត្ថប្រយោជន៍មិនត្រឹមត្រូវក្នុងការរៀបចំបុគ្គលិកបាទចាំបានដូចជាដាក់តំណែងការកាន់ប៉ុស្តិ៍នេះប៉ុស្តិ៍នោះតម្លើងតំណែងអីហ្នឹងគឺមិនត្រឹមត្រូវតាមសមត្ថភាពមកដោយការទទួលលុយកាក់នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនៅឆ្នាំ2024ដោយបន្ថែមថាសកម្មភាពរបស់គាត់គឺមានលក្ខណៈធ្ងន់ធ្ងរខ្លាំងដែលមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនិងគ្រោះថ្នាក់ធ្ងន់ធ្ងរការកាត់ទោសប្រហារជីវិតបាទដោយមានការលើកលែងនេះគឺមានន័យថាបើតាមការបកស្រាយរបស់ស៊ីនហួរគឺបានន័យថាក្នុងរយៈពេល2ឆ្នាំរយៈពេល2ឆ្នាំហ្នឹងប្រសិនបើមន្ត្រីរដ្ឋមន្ត្រីទាំងពីរហ្នឹងមិនប្រព្រឹត្តអ្វីខុសទៀតទេគឺអាចនឹងទទួលបានការលើកលែងដោយបន្ធូរបន្ថយមកជាប់ពន្ធនាគារអស់មួយជីវិតវិញបាទគឺមិនសម្លាប់ចោលទេបាទជាប់ពន្ធនាគារអស់មួយជីវិតដោយគ្មានការលើកលែងទៀតទេបាទគឺបានន័យថាចប់ត្រឹមហ្នឹងហើយអស់មួយជីវិតហ្នឹងបើជាជាងការសម្លាប់ចោលក៏ប៉ុន្តែក្នុងរយៈពេល2ឆ្នាំនេះបើមានធ្វើអ្វីខុសទៀតលួចធ្វើអ្វីខាយជីវិតមែនតើបាទនេះគឺជាអ្វីដែលសារព័ត៌មានស៊ីនហួរបានរីកាមកបាទប្រិយមិត្តទាំងអស់គ្នាឥឡូវនឹងរូបជាប់ទៀតហើយឥឡូវមើលខ្ញុំសាក refresh ម្ដងទៀតមើលបាទបាទមិញហ្នឹងរូបវាកាំងទៀតឥឡូវនេះចូលទៅដល់ព័ត៌មានទី3បាទព័ត៌មានទី3នឹងជាប្រមាណទេប្រហែលថ្ងៃហ្នឹងដូចជា3ទី4ចូលរូបសិនទី5អូខេមិញបានមិញព័ត៌មានទី2ហើយឥឡូវចូលដល់ព័ត៌មានទី3បាទអធិស្ឋានណាមិនដឹងយ៉ាងម៉េចចាំមើលខ្ញុំដោះស្រាយបញ្ហាហ្នឹងតិចបាទព័ត៌មានទី3បាទអូបាទមុននឹងចូលដល់ព័ត៌មានទី3ហ្នឹងគឺនិយាយព័ត៌មានទី2មិញតិចឃើញទេបាទប្រិយមិត្តនៅចាំបានទេឈ្មោះលោកយូសៀបាទលោកយូសៀចាងយូសៀបាទចាងយូសៀឃើញទេប្រិយមិត្តនៅចាំបានទេអ្នកណាដែលចូលកម្មវិធីនេះយូរហើយឬពេលហ្នឹងពេលដែលចាប់ពួកអ្នកធំនឹងភ្លាមហ្នឹងគឺមានសារព័ត៌មានតាមអនឡាញមួយចំនួនគាត់យកមកបកស្រាយស្ទើរលោកស៊ីជីនពីងបានកិច្ចផុតពីរដ្ឋបហាទម្លាក់គាត់ឯណាដោយមន្ត្រីមានសេណារីយ៉ូណា fake news ពេលហ្នឹងកុំនិយាយណាគឺនៅស្រុកខ្មែរគឺមានអ្នកយកនឹងបកប្រែនឹងមកចែករំលែកឡើងផ្អើលទឹកផ្អើលដីផងណាបាទពេលហ្នឹងគឺមើលអ្នកមួយច្រើនណាចាំមកថាពេលខ្លះយើងមកទទួលព័ត៌មានឲ្យបានពិតអញ្ចឹងបើមិនអញ្ចឹងចេះច្រឡំពីរឿងស្រុកគេហ្នឹងយកមកនិយាយខុសគេដល់ពេលទៅនិយាយមែនតើមើលគេជួយចាំរដ្ឋបហាពីអង្ការនៅស្រុកខ្មែរគេផ្សាយផ្អើលបាទគេផ្សាយហ្នឹងបាទអញ្ចឹងសំខាន់ណាស់ការជ្រើសរើសប្រភពតាមដានព័ត៌មានហ្នឹងគឺយើងសំខាន់មែនតើបងបាទយើងមានចំណេះដឹងពិតប្រាកដអញ្ចឹងត្រឡប់មកវិញណាបាទត្រឡប់មកវិញខ្ញុំឃើញរឿងហ្នឹងបាទខ្ញុំរំលឹកឲ្យប្រិមិត្តបានណាឃើញឥឡូវមកដល់ពេលនេះតែរដ្ឋបហាវាបើសិនមានមែនវាចេញមកដល់នេះវាផ្អើលអស់ហើយឃើញវាអត់មាន0មកពេលហ្នឹងបាទ
ហ៊ានតែបកស្រាយភ្លាមគឺច្បាស់ជាមានអ្នកដែលកាន់ជើងស្រឡាញ់ channel ហ្នឹងគឺកាប់ចាក់រករឿងយើងវិញចឹងបើមានថ្ងៃមុននេះមានអ្នកសួរខ្ញុំឲ្យនិយាយពីរឿងទូនាទីសារព័ត៌មាននេះថាគេកំពុងតែឆ្លោះគ្នាខ្ញុំថាកម្អាសិនចាំស្ងប់ស្ងាត់សិនចាំយើងនិយាយទៅបើគេអាចទទួលយកបានបើគាត់យើងហក់ចូលមកនិយាយពេលហ្នឹងច្បាស់ជាគេថាយើងឆ្លើយឆ្លងគ្នាទៅជួយឆ្លោះគ្នាវាអត់ចំណេញបាទអូខេឥឡូវហ្នឹងបិទបង់កញ្ចប់មកវិញវែងឆ្ងាយគាត់ចុះដូចខ្ញុំបាននិយាយការដែលខ្ញុំចែករំលែកព័ត៌មាននេះជាការបង្រៀនបន្ថែមផងដែរណាបាទឲ្យយល់អំពីគោលបំណងរបស់ខ្ញុំគឺមិនមែនគ្រាន់តែចែកព័ត៌មានតែមួយជ្រុងទេបាទអញ្ចឹងបាទឥឡូវនេះចូលព័ត៌មានទី3ព័ត៌មានទី3គឺបើតាមក្រសួងការពារជាតិរបស់រុស្ស៊ីបាននិយាយនៅថ្ងៃពហុថាប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីនឹងបានបាញ់ទម្លាក់ drone របស់អ៊ុយក្រែនចំនួន347គ្រឿងបាទដែលបានបាញ់ពេញមួយយប់បាទក៏ដូចជាមានការវាយប្រហារសម្ដៅទៅលើទីក្រុងមូស្គូផងដែរក្រោយពីរុស្ស៊ីបានបដិសេធមិនទទួលយកបទជបាញ់ដែលទីក្រុងគៀវបានស្នើឡើងកាលពីដើមសប្តាហ៍នេះហើយភាពតានតឹងបានកើនឡើងទៅលើសវត្ថិភាពសម្រាប់ការរៀបចំពិធីបុណ្យឯករាជ្យរបស់រុស្ស៊ីឬថាបុណ្យជ័យជំនះមិនឯករាជ្យបុណ្យជ័យជំនះរបស់រុស្ស៊ីនាពេលខាងមុខយោងតាមក្រសួងការពារជាតិរបស់រុស្ស៊ីគឺមាន drone ដែលបាញ់មកនោះគឺសម្ដៅទៅលើតំបន់ជាង20ឯណោះរបស់ខាងអ៊ុយក្រែនហ្នឹងបាទដែលក្នុងនោះមានទាំងទីក្រុងមូស្គូផងដែរដែលជាការវាយប្រហារតាមអាកាសដ៏ធំបំផុតទី2ហើយរបស់អ៊ុយក្រែនសម្ដៅទៅលើរុស្ស៊ីចាប់តាំងពីរុស្ស៊ីបានចូលឈានពានអ៊ុយក្រែនកាលពីជាង4ឆ្នាំមុនមកបាទកាលលើកមុនវាយប្រហារកាលពីឆ្នាំមុននោះគឺអ៊ុយក្រែនធ្លាប់វាយប្រហារដោយ drone នោះចំនួន389គ្រឿងបាទឥឡូវនេះគឺបន្ថែមទៀតបាទរូបកាំងជាប់រហូតកាំងទៅរូបមកបាទឥឡូវហ្នឹងរូបកាំងឥឡូវសូមអធិស្ឋានប្រិមិត្តបន្តទៀតតែម្ដងនឹងនិយាយយ៉ាងម៉េចរូបកាំងដល់បាទក្រសួងការពារជាតិរបស់រុស្ស៊ីបាននិយាយថាយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនរាប់សិបគ្រឿងទៀតទៅបានបាញ់បង្ហោះក្នុងអំឡុងពេលថ្ងៃត្រង់កាលពីថ្ងៃពហុរួមទាំងយន្តហោះគ្មានមនុស្សបើកមួយចំនួនទៀតសម្ដៅទៅលើទីក្រុងមូស្គូជាថ្មីម្ដងទៀតផងដែរនេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានមូស្គ្វាបានរីកាហើយបានឲ្យដឹងបន្ថែមទៀតថាជើងយន្តហោះជិត100គ្រឿងដែលហោះចេញចូលអាកាសយានដ្ឋានសំខាន់របស់រដ្ឋធានីរបស់រុស្ស៊ីនេះគឺទៅបានពន្យាពេលឬលុបជើងយន្តហោះចោលនៅពាក់កណ្ដាលថ្ងៃហើយការវាយប្រហារនេះបានកាត់មានឡើងមុនថ្ងៃឈប់សម្រាករបស់រុស្ស៊ីគឺទិវាជ័យជំនះដែលជាខួបនៃការបរាជ័យរបស់ក្រុមណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី2អាញាធររុស្ស៊ីបានប្រកាសអំពីបទជបាញ់ជាឯកតោភាគីនៅអ៊ុយក្រែនសម្រាប់ថ្ងៃសុក្រនិងថ្ងៃសៅរ៍ក៏ប៉ុន្តែអ៊ុយក្រែនវិញក៏បានឆ្លើយតបក្នុងពេលកន្លងមកថាខ្លួនផ្អាកសកម្មភាពវាយប្រហារនេះចាប់ពីម៉ោង12យប់ថ្ងៃអង្គារក៏ប៉ុន្តែលោកZelenskyបាននិយាយថាទីក្រុងមូស្គូមិនបានអើពើនឹងការបង្ហាញនៅសុឆន្ទៈរបស់អ៊ុយក្រែននោះទេហើយបានបើកការវាយប្រហារនាពេលថ្មីនេះបាទនេះគឺជាព័ត៌មានទី3ណាបាទចូលសូម refresh ម្ដងទៀតមិនដឹងជាយ៉ាងម៉េចទេនេះបាទអធិស្ឋានប្រិមិត្តមិនដឹងជាយ៉ាងម៉េចទេមិនដឹងជាមកពីអ៊ីនធឺណិតខ្ញុំឬក៏មកពី app នឹងយ៉ាងម៉េចអ៊ីនធឺណិតនឹងខ្លាំងដែរណាហើយក៏មានតែអញ្ចឹងអូខេឥឡូវសូមម្ដងទៀតបានមកតិចកាំងអញ្ចឹងអូខេឥឡូវអូខេបាទឥឡូវនេះចូលដល់ព័ត៌មានទី4ចុះបាទព័ត៌មានទី4គឺប៉ូលីស
ខាងបន្តប៉ូលីស Norway បានចាប់ពលរដ្ឋចិនម្នាក់ពីបទចោទថាបានធ្វើចារកម្មណាបាទបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP របស់អាមេរិកបាននិយាយថាអាជ្ញាធរ Norway បានចាប់ខ្លួនពលរដ្ឋចិនម្នាក់ពីបទចោទប្រកាន់ថាធ្វើចារកម្មបាទទៅលើប្រទេស Norway ហើយការចាប់ខ្លួននេះធ្វើឡើងកាលពីថ្ងៃប្រហ័សបាទតកតូននឹងកិច្ចខិតខំប្រឹងប្រែងមួយដែលត្រូវបានចោទប្រកាន់ថាដើម្បីបង្កើតឧបករណ៍ទទួលនិងប្រមូលទិន្នន័យពីផ្កាយរណបរបស់ខាង Norway បាទនេះបើយោងតាមសេចក្តីរាយការណ៍ដោយដកស្រង់ពីសេវាស៊ើបការសម្ងាត់របស់ប្រទេស Norway ដែលបានប្រាប់អ្នកសារព័ត៌មានក្រុមមន្ត្រីសន្តិសុខ Norway ក៏បានឆែកឆេរទីតាំងពីកន្លែងតាក់ទងនឹងការចាប់ខ្លួននេះរួមទាំងទៅលើកោះមួយនៅភាគខាងជើងប្រទេស Norway ដែលជាទីតាំងរបស់ក្រុមហ៊ុន Andøya Spaceport ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុបក្នុងការពង្រីកវត្តមានរបស់ខ្លួននៅក្នុងលំហអាកាសការឆែកឆេរមួយផ្សេងទៀតធ្វើឡើងនៅ Inlander នៃភាគខាងត្បូងប្រទេស Norway ប៉ូលីសបានចាប់ផ្ដើមប្រតិបត្តិការរបស់ពួកគេដោយសង្ស័យថាក្រុមហ៊ុនចុះបញ្ជីនៅ Norway មួយកំពុងដំណើរការផ្កាយរណបដោយតំណាងឲ្យខាងរដ្ឋចិននេះបើយោងតាមខាងប៉ូលីសបានឲ្យដឹងជនសង្ស័យដែលត្រូវបានគេចាប់ខ្លួននេះគឺជាស្ត្រីជនជាតិចិនបាទស្ត្រីទេណាបាទដែលមានជំនាញខាងបច្ចេកវិទ្យាហើយត្រូវបានចោទប្រកាន់ថាព្យាយាមបង្កើតឧបករណ៍ទទួលយកទិន្នន័យផ្កាយរណបបាទពីផ្កាយរណបតាមកន្លងពោលដែលសម្រាប់ប្រមូលទិន្នន័យទាំងអស់នេះដែលអាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់មូលដ្ឋានប្រយោជន៍របស់ប្រទេស Norway ប៉ូលីសបាននិយាយថាឧបករណ៍ដែលទទួលទិន្នន័យផ្កាយរណបនេះត្រូវបានរឹបអូសហើយផែនការដំឡើងនិងដំណើរការរបស់វានឹងក៏ត្រូវបានផ្អាកផងដែរសេចក្តីថ្លែងការណ៍នេះបាននិយាយថាហេតុការណ៍នេះគឺពាក់ព័ន្ធនឹងការគប់គិតគ្នាក្នុងការប៉ុនប៉ងចារកម្មធ្ងន់ធ្ងរប្រឆាំងនឹងកិច្ចការសម្ងាត់របស់រដ្ឋបាទមិនធម្មតាយកផ្កាយរណបទៅតម្លើងមកដើម្បីចាប់យកព័ត៌មានរបស់គេបាទមិនធម្មតាណាសេចក្តីថ្លែងការណ៍របស់ប៉ូលីសក៏បាននិយាយផងដែរថាមានមនុស្សជាច្រើនទៀតក៏ត្រូវបានចាប់ប្រកាន់ក្នុងករណីដូចគ្នាដែរបើក៏ប៉ុន្តែមិនបានផ្ដល់ព័ត៌មានលម្អិតរួមទាំងអសញ្ជាតិរបស់អ្នកទាំងនោះទេថាតើពួកគេត្រូវបានចាប់ខ្លួនដែរឬទេបាទគឺខាងក្រុមហ៊ុនវិញគឺក្រុមហ៊ុន Andøya Spaceport ហ្នឹងបានបដិសេធថាអ្នកដែលត្រូវបានចាប់ខ្លួនហ្នឹងគឺมันមានទំនាក់ទំនងជាមួយនឹងបុគ្គលិករបស់ខ្លួនឬក៏បុគ្គលិករបស់ខ្លួនមានពាក់ព័ន្ធនោះទេបាទអញ្ចឹងគឺមានការចាប់ខ្លួនបាទគឺប្រហែលសិតតែជាអ្នកជំនាញគាត់ធ្វើជាអ្នកបច្ចេកទេសទៅតម្លើងឧបករណ៍ហ្នឹងហើយគេមើលទៅឧបករណ៍ហ្នឹងគឺដើម្បីយកចារកម្មព័ត៌មានពីលំហអាកាសព័ត៌មានលំហអាកាសដែលខាងសហភាពអឺរ៉ុបបាទខិតខំព្យាយាមពង្រីកវត្តមានរបស់ខ្លួននៅអវកាសដែរនៅអាកាសដែរដោយដាក់នៅប្រទេស Norway ហើយព័ត៌មានទី5បាទព័ត៌មានទី5នេះសូមជូនខ្លីទេគឺបរិះ2នាក់ត្រូវបានគេរកឃើញថាមានទោសបាទតុលាការរកឃើញថាមានទោសដោយការកាត់ទោសនៅក្នុងសំណុំរឿងនៅក្នុងទីក្រុងឡុងកាលពីថ្ងៃប្រហ័សពីបទធ្វើចារកម្មក្នុងនាមទីក្រុងហុងកុងនិងយកការទៅឲ្យប្រទេសចិនដោយពួកគេនឹងធ្វើសកម្មភាពតាមដានពលរដ្ឋហុងកុងដែលភៀសខ្លួនចេញពីទីក្រុងហុងកុងហើយប្រឆាំងនឹងរបបដឹកនាំនៅទីនោះដោយគេចមកនៅចក្រភពអង់គ្លេសហើយប៉ុន្តែគឺជាអ្នកដែលមានឈ្មោះក្នុងបញ្ជីតាបចាប់ខ្លួនរបស់អាជ្ញាធរហុងកុងដែលមានរង្វាន់ហើយអ្នកទាំងអស់នោះគឺមានការងារប្រមូលព័ត៌មានពីអ្នកដែលប្រឆាំងហ្នឹងទៅឲ្យអាជ្ញាធរហុងកុងវិញអ្នកទាំងពីរហ្នឹងគឺឈ្មោះលោកជុងពាវហៅថាបៀលយើងអាយុ65ឆ្នាំនិងម្នាក់ទៀតឈ្មោះថាជីលឿងឬក៏ឈ្មោះកាត់គាត់ថា Peter ម្នាក់ឈ្មោះ Bill ម្នាក់ឈ្មោះ Peter អាយុ40ឆ្នាំដែលសុទ្ធតែជាជនជាតិចិននិងអង់គ្លេសបាទចិនអង់គ្លេសណាក៏ប៉ុន្តែពួកគេថាបានបដិសេធថាពួកគេមិនបានធ្វើការងារឲ្យសេវាកម្មចារកម្មបរទេសណាទេបាទដោយតែពាក្យចោទប្រកាន់គឺថាបានធ្វើសកម្មភាពនេះចន្លោះពីខែធ្នូឆ្នាំ2023និងខែឧសភាឆ្នាំ2024បាទបន្ទាប់ពីការកាត់ទោសនេះបាទគឺជាសំណុំរឿងមួយដែលពាក់ព័ន្ធជាមួយនឹងចារកម្មបរទេសបាទ
ចឹងព័ត៌មានប្រចាំថ្ងៃនៅថ្ងៃនេះចាប់តែប៉ុណ្ណេះហើយសូមអរគុណប្រិយមិត្តច្រើនដែលបានចូលមកស្ដាប់ព័ត៌មានហើយកាលពីព្រឹកមិញខ្ញុំបានរាយការណ៍ភ្លាមៗដែរពាក់ព័ន្ធជាមួយនឹងជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃបាទក្រោមការរៀបចំរបស់ប្រធានាធិបតីហ្វីលីពីនដែលជាប្រធានបដូវវេនរបស់អាស៊ានបាទដើម្បីឲ្យប្រទេសទាំងពីរនេះគឺស្វែងរកវិធីយ៉ាងណាដើម្បីដោះស្រាយទំនាស់មកកសាងសន្តិភាពយូរអង្វែងណាអញ្ចឹងជឿថាព័ត៌មានហ្នឹងគឺប្រិយមិត្តបានទទួលយ៉ាងទូលំទូលាយហើយនៅក្នុងប្រទេសកម្ពុជាខ្ញុំក៏បានដកស្រង់ពីខាងសារព័ត៌មាន South China Morning Post មកជម្រាបជូនអញ្ចឹងប្រិយមិត្តបើមិនទាន់បានស្ដាប់ថាតើសារព័ត៌មាននៅក្រៅប្រទេសគេរីកាយ៉ាងណាសូមអញ្ជើញទៅស្ដាប់នៅក្នុងកម្មវិធីដាក់ live ផងដែរណាបាទព្រឹកមិញប្រិយមិត្តមិនបានចូលច្រើនទេប្រហែលជាទម្លាប់ថាខ្ញុំមិនបានរីកាជូនអញ្ចឹងទៅអត់មានអ្នកចូលច្រើនអញ្ចឹងសូមអញ្ជើញបាទក៏ប៉ុន្តែក៏មិនអីដែរពីព្រោះព័ត៌មាននេះនៅក្នុងប្រទេសកម្ពុជាមានបានផ្សាយហើយក៏ប៉ុន្តែអ្វីដែលខ្ញុំជាការចាប់អារម្មណ៍របស់ខ្ញុំគឺខ្ញុំឃើញសន្ទរកថារបស់មេដឹកនាំកម្ពុជាគឺលោកហ៊ុនម៉ាណែតបានបង្ហាញយ៉ាងច្បាស់នៅចេតនារបស់កម្ពុជាថែមទាំងបាទជំហានអ្វីយន្តការអ្វីដែលកម្ពុជាត្រូវប្រកាន់យកក្នុងការដោះស្រាយបញ្ហានេះដើម្បីវិលមកប្រកបដោយភាពឡើងវិញនិងមានសន្តិភាពយូរអង្វែងដោយដែលការបដិញ្ញាចិត្តក៏ប៉ុន្តែខ្ញុំស្ដាប់សម្ដីរបស់លោកអនុធានវិញបាទគាត់និយាយដូចជានៅពំតណោតបាទនិយាយតែពីការបដិញ្ញាចិត្តនិយាយរបៀបគេហៅថាបើពាក្យគេហៅថាស្តង់ដា template និយាយអត់មានអ្វីថ្មីទេគាត់ថាយើងចិត្តខាងគ្នារស់នៅជាមួយគ្នាប៉ុន្តែឲ្យនិយាយឲ្យច្បាស់ថាតើទៅធ្វើយ៉ាងម៉េចជំហានយ៉ាងម៉េចទទួលយកមិនអីម៉េចបាទគាត់នៅមានការប្រយ័ត្នប្រយែងបាទដូចខ្ញុំមិនដឹងថាដោយចេតនាយ៉ាងណាក៏ប៉ុន្តែបើតាមការពិនិត្យមើលរបស់ខ្ញុំទៅលើសន្ទរកថាហ្នឹងហើយនឹងរឿងដែលកើតកន្លងមកហ្នឹងគឺបាទគាត់និយាយហ្នឹងហាក់ដូចជានៅខ្លាចចិត្តមនុស្សពីរនាក់ខ្លាចចិត្តទី1គឺស្ថាប័នរាជវាំងដែលមានប្រជាពលរដ្ឋរបស់គាត់ហ្នឹងមួយទៅហើយទី2គឺនៅខ្លាចចិត្តពួកទាហានបាទតាមខ្ញុំមើលទៅណាបាទអញ្ចឹងដូច្នេះយើងរក្សាក្តីសង្ឃឹមសិនតើថៃគាត់នឹងគោរពតាមអ្វីដែលគាត់បានចរចាគ្នាដោយមានវត្តមានប្រធានអាស៊ានឬយ៉ាងណាឬក៏ទៅដល់ប្រទេសវិញគាត់កន្លះសម្ដីយ៉ាងម៉េចហ្នឹងគឺប្រិមិត្តស្លាប់ដឹងហើយគឺយើងទៅតាមដានការងារនឹងផងដែរណាគឺមិនទាន់បានអ្វីជាលទ្ធផលគឺយើងកុំអាលនឹងសបាយហួសពេកដែរក៏ប៉ុន្តែក៏យើងត្រូវតែបាទបន្តតាមដានបន្តតស៊ូផងដែរបាទអញ្ចឹងនេះគឺជាការសង្កេតរបស់ខ្ញុំប៉ុណ្ណឹងបើសិនជាប្រិមិត្តចង់សួរអំពីការយល់ឃើញរបស់ខ្ញុំបាទការយល់ឃើញរបស់ខ្ញុំនិយាយដោយត្រង់ទៅខ្ញុំនៅក្នុងលក្ខណៈរបស់សន្ទរកថារបស់នាយករដ្ឋមន្ត្រីកម្ពុជាគឺច្បាស់និយាយយ៉ាងច្បាស់តែម្ដងអំពីចេតនាយ៉ាងយន្តការយ៉ាងម៉េចហ្នឹងគឺអ្នកសរសេរសន្ទរកថារបស់គាត់យកមកអានហ្នឹងគឺមានការម៉ត់ចត់ត្រឹមត្រូវបាទដល់ថៃគឺបាទគេថាបើនិយាយពាក្យសាមញ្ញថាដូចជាប្លំនិយាយដូចប្លំនៅនឹងទេណាបាទបាទអញ្ចឹងសូមចូលរួមការសង្កេតប៉ុណ្ណឹងហើយបើសិនជាប្រិមិត្តមានសំណួរអីទៀតយើងអាចនឹងរៀនសូត្រពីគ្នាទៅវិញទៅមកបើខ្ញុំ